សួស្តីគ្នាអ្នកគ្នាមានដឹងអត់ថា premium and discount 0គឺជាអ្វីហើយយើងប្រើវាដើម្បីអីអញ្ចឹងថ្ងៃនេះខ្ញុំនឹងយក premium and discount យកមកចូលអ្នកគ្នាអញ្ចឹងមុននឹងយើងចូលទៅដល់មេរៀនយើងត្រូវដឹងអំពី premium and discount សិនយើងត្រូវដឹងអំពីពាក្យពេចន៍មួយចំនួនដើម្បីដឹងថាយើងគួរទិញនៅពេលណាហើយយើងមិនគួរទិញនៅពេលណាយើងគួរលក់នៅពេលណាមិនគួរលក់នៅពេលណាអញ្ចឹងទៅអញ្ចឹងខ្ញុំនឹងបង្ហាញទៅលើបន្ទាត់ like ដើម្បីឲ្យអ្នកគ្នាយល់មួយចំនួនសិនមុនដែលយើងចូលទៅ live chat ទី1អ្នកគ្នាត្រូវចាប់ structure អញ្ចឹងយើងទទួលបាន voice អញ្ចឹង structure គឺពិតជាសំខាន់មែនទែនដើម្បីប្រើតំបន់ premium and discount ទី1ហេតុអីបានជាតំបន់ premium and discount ពីណាទៅណាក្បាលណាក៏តុយណាហើយខ្ញុំសូមបញ្ជាក់មួយទៀតចំពោះការប្រើ premium and discount យើងអាចប្រើទៅលើតំបន់ zone sideways ឬក៏ range មែនទេហេតុអីដោយសារ zone ទាំងអស់ហ្នឹងគឺវាអាចបង្ហាញអំពី direction ច្បាស់លាស់ណាមួយទេអញ្ចឹងខ្ញុំនឹងធ្វើការវាស់ទៅលើតំបន់ premium and discount ទី1យើងបង្ហាញអំពី structure កំពុងតែ bull អញ្ចឹងយើងនឹងរកឱកាស buy អញ្ចឹងទី1យើងវាស់ពី low អញ្ចឹងខ្ញុំសូមបង្ហាញ setting បន្តិចសិននេះគឺជា setting របស់យើងអ្នកគ្នាអាច screenshot ហើយកំណត់តាមនឹងបានអ្នកអាច screenshot ហើយឬក៏ចម្លងឲ្យមកអញ្ចឹងយើងវាស់ពី low អូខេខ្ញុំនឹងវាស់ម្ដងទៀតវាស់ពី low មក high អញ្ចឹងខ្ញុំបញ្ជាក់បន្តិចទី1យើងត្រូវឲ្យមានការបាក់កនៅ high បន្តិចសិនដើម្បីយើងចាប់វាបានអញ្ចឹងនេះគឺជាតំបន់ 50% របស់យើងអញ្ចឹងនេះគឺជា premium នៅខាងលើនេះគឺ premium គឺជាតំបន់ដែលយើងអត់គួរមានថាអត់គួរទិញហេតុអីដោយសារវាស្ថិតនៅក្នុងតម្លៃដែលថ្លៃអញ្ចឹងយើងគួរទិញនៅពេលណាទី1គឺនៅពេលដែលវាធ្លាក់ចូលតំបន់ 50% របស់យើងគឺ discount nàyឬក៏ 70% របស់យើង70% របស់យើងនៅនេះធ្លាក់មកដល់ 70% ឬក៏ក្រោម 50% ទើបយើងរកឱកាសទិញឡើងដើម្បីឲ្យតម្លៃដែលយើងទិញហ្នឹងគឺស្ថិតនៅក្នុងតម្លៃទាបអញ្ចឹងទៅអញ្ចឹងខ្ញុំនឹងបង្ហាញអំពីការលក់ម្ដងឥឡូវយើងចូលទៅមើលទាំងអស់គ្នាចំពោះការលក់អញ្ចឹងយើងទី1អ្វីដែលយើងសំខាន់គឺយើងចាប់ structure ដដែលបើយើងអត់ចាប់ structure ទេយើងអត់ដឹងថាចាប់តំបន់ premium and discount ពីណាទៅណាទេអញ្ចឹង structure របស់យើងហើយបន្ទាប់មកយើងវាស់ពី high មក low អ្នកគ្នាប្រកាសជាឃើញហើយនេះគឺជាតំបន់ premium ហើយនេះគឺជាតំបន់ discount អញ្ចឹងនៅពេលដែលយើងលក់គ្មានណាគេលក់នៅតំបន់ដែលថោកទេនៅពេលដែលយើងចង់លក់យើងត្រូវលក់ពីតំបន់ដែលថ្លៃហើយpremium អញ្ចឹងយើងរងចាំឲ្យវាឡើងមកដល់នេះពាក់កណ្ដាលស៊ូមរបស់យើង 50% ឬក៏ 70% យើងនឹងរកឱកាសលក់ហើយមក low នេះអញ្ចឹងយើងនឹងចូលទៅមើលទីផ្សារជាក់ស្ដែងអ្នកគ្នាអញ្ចឹងយើងនឹងចូលទៅរកទីផ្សារជាក់ស្ដែងទី1ឲ្យដូចខ្ញុំនិយាយអញ្ចឹងយើងត្រូវរក structure ឲ្យមានការផ្លាស់ប្ដូរទម្រង់អ្នកគ្នាយើងប្រកាសជាឃើញកន្លែងនេះ1មានការផ្លាស់ប្ដូរ structure កំពុងតែបៀបន្ទាប់មកវាក៏បាន bull ហើយអញ្ចឹងយើងចង់ទិញយើងគួរតែទិញនៅតំបន់ដែលថោកអញ្ចឹងយើងត្រូវធ្វើម៉េចនេះយើងចាប់មក low មក high អូខេអញ្ចឹងនេះគឺជាតំបន់ discount របស់យើង 50% នេះក្រោម 50% អញ្ចឹងនៅពេលដែលតំបន់ហ្នឹងវាបានក្រោម 50% អញ្ចឹងយើងនឹងរកឱកាស buy វិញហេតុអីបានយើង buy នៅម្ដុំហ្នឹងទី1វាបាននៅក្នុងតម្លៃថោកអូខេបើអ្នកគ្នារងចាំនៅតំបន់ premium
ចឹងបើអ្នកគ្នារងចាំទិញនៅតំបន់ premium ចឹងវាធ្វើឲ្យតម្លៃថ្លៃមែនតើគ្មានគេទៅទិញតំបន់ premium ទេពីច្រើនយើងរងចាំមកវាចូលតំបន់ discount របស់យើង 50% យើងនឹងរកឱកាសទិញឡើងអញ្ចឹងទៅស៊ីអញ្ចឹងយើងនឹងមើលទៅលើ structure បន្ទាប់ structure របស់យើងកំពុងតែ bull អញ្ចឹងយើងនៅតែរកឱកាស buy អញ្ចឹងយើងចាប់តទៀតមកអញ្ចឹងខ្ញុំសូមលុបនេះចោលកុំឲ្យញ៉ៃស៊ីឃើញទេពី low មក high ហើយបន្ទាប់មកនេះគឺជាតំបន់ discount របស់យើង 50% ក្រោម 50% វាបានមកប៉ះ key point របស់យើងហើយ confirm ឡើងទៅបំបែក high ស៊ីយ៉ាអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងទី1យើងត្រូវរទិញនៅតំបន់ discount លក់នៅតំបន់ premium អញ្ចឹងអ្នកគ្នាត្រូវចំណាំកន្លែងហ្នឹង